មានការ clear lane បាន clear lane បានមកមិនថាយើងអនុយទៅគេដកឈាមជាមួយនឹងgod បាទមិនមែនជាបញ្ហា early ក្រោយ leave ព្យាយាមចូលមក invade ដែរឬទេបាទអត់ invade ទេប៉ុន្តែយកជាមួយនឹងសត្វទឹកតែប៉ុណ្ណឹងតែអូសយកបាទ Marcel នៅខាងលើអនុយយើងជាមួយនឹង Susan មិនមែនជាបញ្ហាបាទគ្នាតិចតួចអូចាំមើល Coily ចាំមើល game លេងលឿនណាដោយសារ Coily សុទ្ធតែទេចាំមើលតាមហោះមកគឺថាមកចាក់ហ្នឹងគឺហ្នឹងហើយចំហមក kill ហ្មងមើល one hop one kill បាទឥឡូវនេះមានការ rotate ពីខាង Blink ហក់ទៅលើ Coulson អូខេ flow farm របស់ Fer នេះគឺទៅក្រោមទេអញ្ចឹងអាចមានការបូកទៅលើ Uranus គឺថាបានដែរបាទ2-1ជាមួយនឹង Coulson ដាក់ sticker មួយឌឺធម្មតាមិនមែនជាបញ្ហាបាទសម្រាប់ pro player ចូលមក early ក៏មានបញ្ហាប៉ុន្តែមានការ invade បើពី PP អូកាឡាឲ្យប៉ានីមកអូយឆា first blood យកបានទៅលើ Han បាទមួយរំពេចភ្នែកគឺថាទប់ទល់ជាមួយ damage របស់ Coily មិនបាននោះទេតែមកហោះពីហោះនេះគឺដាក់ឈាមអត់ហើយបាទមានការផុក skill ទៅលើសារតែមិនមែនជាបញ្ហាបាទអូពេលបើក map បានល្អមែនទែនដើម្បីឲ្យ Coily មានអេឡង់ចូលមកហ្មងវ៉ាវបាទហើយតេតងទៅនឹងការរំថាចាំមក Pro Esports ដូចបាននិយាយចឹងគឺថាពួកគាត់លេងមិនខ្វល់ច្រើនទេសារ early game មាន glue ហើយទី2មានច្រើនទៀនដាក់តាម skill ពីចម្ងាយហ្មងគឺថាតេសឈាមរបស់ YG អស់ហើយអូមានការលួចជាមួយនឹងចាស់ farm របស់ Coily ស្ងាត់ប៉ុន្តែមិនមែនជាបញ្ហាទៅថតចាប់ដើម start ពី Han អូខេតែយើងក៏លេងមកមើល Coily ក៏ព្យាយាមចូលមកដែរបាទ Ultimate God ផ្ដាច់ទៅលើពេលបាត់ទៅហើយបាទ Coily អូខេឥឡូវនេះគាត់លេងបានបន្តដើម្បីទៅហើយបាទ Han គឺអស់ឈាមដូចគ្នាមានហក់ទៅពីសំណាក់ Felix ប៉ុន្តែដកតនពីខាង YG Coily ក៏អស់energy ក៏ត្រូវដល់ recall ដែរប៉ុន្តែកន្លែងមិញគឺមានការបូកទៅលើ PP យ៉ាងល្អហើយបាទពីខាង YG ទៅលើ PP ដែលថា Felix មករៀង late តិចហ្នឹងហើយអត់មានណាគេដែលចូលទៅតែមិនមែនជាបញ្ហាទេសម្រាប់ត្រឹមតែនាទីភ្លាមហ្នឹងមិនមែនជាបញ្ហាតែមិន Coily នេះតែគាត់ stir ជាមួយនឹង Blue Burst ទៀតអញ្ចឹងយើងចាំមើលទាំងអស់គ្នាបាទYG កន្លែងនេះគឺដកថយតន់ហ្នឹងហើយគឺល្អបំផុតពីខាងប្រកួតដែលប្រកួតដកថយតន់ពី Pro Esports ហ្នឹងប៉ុន្តែបើគាត់នៅរៀងយូរទៀតមិញគឺថាជាប់ហ្នឹងហើយបោះ Coily បាទយើងក៏លេងមកមើល3នាទីនេះគឺស្មើគ្នាមែនតែនហ្មងទាំង goal ទាំង kill បាទ alright ឥឡូវនេះមានការតេសឈាមទៅលើ PP ពីសំណាក់យីង Pro Esports កន្លែងនេះអាចចូលទៅថតដែរបានដែរទេឥឡូវនេះបាទ Felix ហក់ទៅលើខាន់គ្នាទៅថតបាន secure ខាងបាទទៅថត secure ដោយសារតែ Coily គាត់ level ជាមួយនឹង Blue Burst ចាំតទៀតបាទគេតទៀតបាទតទៀតថនទៅលើ Felix បាទអស់ឈាមអរ៉ៃ Felix បាទម៉ាំងមកពងបាទតែហក់ទៀតហើយមិនតង់គាត់ទេ Felix still survive this is Felix bro តែ Coily មកទៅលើខៃនេះគ្នាអូបាទឥឡូវនេះគឺថា Felix មិនតង់គាត់ទេ Han គឺជាដូចហើយ this is your mistake បាទ3 kill ចូលទៅខាង Pro Esports double kill ចូលទៅ Coily ល្អខ្លាំងមែនតើហ្មង Pro Esports បាទឥឡូវនេះ Felix ក៏នៅតែរួចគ្នា Felix ទោះជាគាត់អស់ឈាមបណ្ដារហើយគាត់ហក់បាន2ហក់គាត់ឡើងឈាមវិញអូយ Pro Esports បាទខ្លាំងមែនតែនហ្មង4នាទីយើងទទួលបាន4គៀបប៉ុន្តែ goal lead នៅតែមិនមែនជាបញ្ហាដោយសារតែ Moscow មិញមានឱកាសនៅក្នុងការលួចជាមួយនឹង Threat កាក់យើងតិចលុយតិចបាទយើងមកមើលកន្លែង replay នេះវិញល្អខ្លាំងមែនទេបាទនេះមក Coily មិញហ្នឹងដោយសារ Han គាត់ព្យាយាមចង់ពុះផ្ដាច់ទៅលើ Felix ប៉ុន្តែ Felix លោតកាត់ skill បានល្អខ្លាំងមែនទេអូនេះបងវ៉ាបងឈួនអូបាទអូល្អខ្លាំងមែនតើបាទ4នាទីកន្លះ point kill ចូលទៅ Coily រហូតដល់13អញ្ចឹង damage ពី Coily ក៏ដូចជា level ក៏ធំអូចាំមើលតបជាខ្ញុំឡើងហៅពីកៅអីទាំងអស់គ្នាណាអញ្ចឹងអ្នកកុំភ្លេច comment គ្រប់ត្រូល Pro Esports យើងទាំងអស់គ្នាក្នុង live stream ក៏ដូចជា share សម្រាប់ធីមកម្ពុជារបស់យើងបាទមានការបិទស្មើពី Cushion ធម្មតា 2-1 មិនមែនជាបញ្ហាទៅលើ Cushion បាទក៏ដូចជា sorry Felix ជួយជាក់ខ្លាំងមែនទែនជាមួយនឹង Pervis របស់គាត់នេះអត់មែនជាបញ្ហាចង់ចូលមកផ្ដាច់អត់បានទេប៉ុន្តែថលទី2នេះក៏អត់ទាន់ទៅ spawn ដែរប៉ុន្តែមានការជួយ challenge mid ពី Uranus បាទឥឡូវនេះគឺថាមិនមានជាប៉ះពាល់នេះច្រើនទេដោយសារតែ Pro Esports គាត់ចង់លេង safe សិនគុំមិនចង់លេងកាំងណាំពេកទេប៉ុន្តែខ្ញុំនិយាយខុសហើយ Coily ហោះទៅរក Sanji គ្នាអូយ Blink ក៏រៀង counter funny តិចណាដល់ពេលដែលថតកាមេរ៉ាទៅគឺជាប់នឹងមិន flat បាទប៉ុន្តែមិញគេមានការ switch lane គ្នាយីងជាមួយនឹង Sanji i3 ពេលនេះនៅខាងក្រោមព្យាយាមយកទៅលើMoscow តែយកបានទេឥឡូវ recall ទៅផ្ទះថលទី2ក៏ចាប់ផ្ដើមalright ឥឡូវនេះមានការតែជិបពីសំណាក់ Han និងខាង YG Coulson ក៏បានគេតេសជុំគ្នាពីសំណាក់យីងតែឥឡូវនេះ Pro Esports
ពួកគាត់ខំប្រឹងប្រមូលគ្នាឯដើម្បីមកវាយតថទី2មួយនេះយើងនឹងស្រាប់ថាYG គាត់មាន objective hero អញ្ចឹងទៅមិនបាក់តិចអី ហ្នឹងហើយ បាទខលនេះនៅក្រោមហ្នឹងបាទចឹងតថនេះ free បាទឲ្យគេមួយបាទហាន់សង្កមកលើតថបាទមានបាទតម្រូវមាន Sigurd ពីខាង God ដូចគ្នាបាទតថមកពោកទៅលើ Coulson Flicker ចេញតាន់មិនមានបញ្ហាទេអូអត់ Flicker ទេបាទគាត់អ Flicker តា អូ Coily solo kill គួយលី solo kill ទៅកាន់ Sen GI 3ទៅវិញក៏ដល់ Monster បានមិនមែនជាបញ្ហា This is why we don't want to tall អ្នកនេះពួកយើងអត់ត្រូវការទៅ tall ទេយើងត្រូវការ kill សម្រាប់ Coily បាទសម្រាប់ Coily ហ្វេននេះមិនមែនជា hero តថទេគាត់ជា hero ដែល pick off នេះគឺជាការសម្រេចចិត្តដ៏ល្អបាទមានការតែពី Sorry I'm Felix តែមិនមែនជាបញ្ហាដោយសារតែ Eurono គាត់តានអូយយើងមើល replay វិញ Coily ប្រហែលត្រេតហ្មងហ៎ Coily 100បន្ទុទៅលើ fan នេះហើយអ្នកនេះដែលគេបើក fan នេះទៅឲ្យ Coily បាទវាយត្រេតយកហ្មងអត់មានតដៃអត់មានតដៃបានហ្មងមិញ មានបានតដៃទេ អត់មានទេ ហើយពួកគាត់ដឹងរបៀបនៃការលេងហ្មងគាត់អត់ខ្វល់ជាមួយនឹង Turtle ដូចគ្នាពេគេទៅលើយីងតែវាមិនមែនជាជំរឿល្អទេដែលគាត់ចង់ដក បោកដៃកុំបោកដៃបោកដៃបាទ បោកអត់ដាច់ទេមានការ អូដុំរត់ទៅទេបាទឥឡូវនេះដាំមក ultimate ដើម្បីបិទពេលវេលាឥឡូវនេះបាទមានការហក់ពីខាងសំណាក់ Sorry I'm Felix តែដើម្បីគេច្រើនពេក Coily ហោមកហើយដកថយតន់អត់មាននរណាស្លាប់នោះទេต้องតែជាប៉ះតង្កិចគ្នាបន្តិចបន្តួចនោះទេបាទ Coily ដៃលឿនមែនតើមិនអត់មានញ៉ៃម៉ានខ្សែចេញក្រៅមកវិញហ្មងតែមានការចង់គ្របយកជាមួយនឹងសារ៉េខាងលើ Ultimate វាយតទេបាទគេចាំវាយទេវាយតទេវាយមិនកើតវាយមកយើងមិនកើតទេដល់មកទេយីងឡូ Felix អើគ្នាឡើយនេះបែកបាត់ហើយបាទកុំហន់នេះឯងគឺថាចង់វាយយើងដាច់ទៅហើយវាយមកហាត់បែកឡាញ់វាយស្គប់ដល់ពីគ្លៀបពីខាងទៅវិញបាទTriple kill Coily បាទ double kill ទៅលើហាន់គ្នាប៉ុន្តែនៅបដៃគឺវ៉ាវខៃសេអូម៉ែមានខាងផ្ដាច់អូបាទតោះនេះអូខេមួយអូ Coily មក map ទៅ Coily ហោះទៅអត់មានការប៉ះនេះទេប៉ុន្តែ Coily ជាហោះទៅអរេមើល replay សារដើមវិញអានេះមានការ set up ដើម្បីយក kill នៅក្នុង turret ហ្មងប៉ុន្តែត្រូវបាន fail បាទមិនមែនជាបញ្ហាដោយសារក៏មាន ultimate ហើយមានការ rotation ផ្ទាល់លឿនពី Coily បាទអន្តរាគមរហូតដល់ triple kill ហើយនេះអូឡើងពីខាង YG ក៏ល្អពីខាងយើងក៏ល្អទេទៅការប្រកួតមួយនេះគឺស្មើដៃគ្នាខ្លាំងមែនទែនបាទប៉ុន្តែកន្លែងមិញខ្ញុំគិតថាហាន់មកយឺតតិចនៅពេលដែលគេបំបីគ្នានៅលើហ្នឹងហាន់នឹង mid lane ហ្នឹងគាត់ដាក់មកយឺតពេកបាទអញ្ចឹង8នាទី Golit ក៏ស្មើគ្នាដែរបើយើងបញ្ជាក់ឲ្យមែនទែន Golit ស្មើគ្នា point kill មិនមែនជាបញ្ហាប៉ុន្តែបញ្ហាគឺទៅលើ Coily ដែលថាតែគាត់មាន KDA រហូតដល់701 level 12ធំជាងហាន់រហូតដល់2 level បាទអានេះចាំមិនថា fan នេះវាតាមលឿនណាស់ហើយ fan នេះគឺថាស្រួល solo kill មែនតើដូចយើងបានឃើញអញ្ចឹងប៉ះជាមួយនឹង Sanchi នឹង Sanchi ដល់តែរួចប៉ុណ្ណឹងបើ Sanchi គឺទៅពីរុញចេញក៏ដល់ Coily គាត់ណាមកហោះពីហោះណាមកមិនដាច់ទេបាទអូខេដូចជាយើងបាននិយាយអញ្ចឹង Coily ហោះទៅទៀតហើយអញមានការបដិកិច្ចទេឥឡូវនេះបាទហោះទៅលើ Blink គ្នា Coily អូយចាញ់ញាក់គេទៀត Coily 3ខ្សែចេញចូលដូចផ្ទះគាត់យទៅអូយមួយ Coily បាទប៉ុន្តែឥឡូវនេះទៅថលsorry Lord command spawn គ្នាម្នាក់គឺថាចង់បានហើយជាពិសេសគឺខាង YG ហ្នឹងហើយដែលគាត់យកអរដើម្បីវាយហ្នឹងហើយបាទ Coily មកទៀតហើយហោះមកទៀតហើយ Coily ហោះមកទៀតហើយឡើងហើយអូយ Legendary ពីខាង Coily បំបីសនបាត់ហើយ Coily គឺជាអ្នកបំបី YG flow ហើយឥឡូវនេះគឺថា4-5របស់ខាង Pro Esports តបតមកកើតហើយ YG មក flicker combo ជាមួយនឹង LT របស់ Felix ទាំងគ្នា Coily គឺ low ប៉ុន្តែ YG ក៏ពិបាកលេងខ្លាំងមែនទែនតប Felix ជាមួយនឹង Han អូយប៉ុន្តែលទ្ធផលក៏ឡត់ដូចគ្នាបានទៅលើខាងចុះបាទសេនជាសកលឡត់គ្នាវាយតយបាទ YG គឺជាអ្នកវាយតវិញឯងបាទតែឥឡូវពេលនេះ Felix តបត5នាក់តែតបបញ្ចប់ទេមកតាំងទាត់បាទ Felix អូយបាទតបបញ្ចប់ទេបាទ Han បរាច់បាត់ទៅលើ Felix បាទហើយប៉ុន្តែនៅពេលនេះគឺថាហៀង mistake តិចដែរបាទ Coily បានស្លាប់មុនឡតបាទក៏ដាច់មុនឡតអញ្ចឹងហៀង mistake បន្តិចដែរប៉ុន្តែវាមិនមែនជាបញ្ហាទេដោយសារឡតបានយើងបានឡតអញ្ចឹង Coily ក៏អាច respond មកទាន់ដែរប៉ុន្តែ Han ក៏បានយកជាមួយនឹង blue bird របស់ Coily បានទៅហើយបាទអូយបាទប៉ុន្តែគឺថា Coily មិនអីទេវាលេខតិចតែមិនអីទេបាទតែដោយសារ stand ច្រើនដែរបើនិយាយទៅពិបាកចេញបាក់ចូលប៉ុន្តែគាត់នៅតែមាន elong នៃការចូលអញ្ចឹងសម្រាប់ការប្រកួតនេះ10នាទីឡតទី1 clear បានធម្មតាបាទអូខេឥឡូវនេះមានការរក lane នេះបាទ Coily ហោះទៅដល់ក្រោមហីណៃអត់មាន blue ក៏អត់បញ្ហាដែរដោយសារ Coily គាត់ fan នេះគាត់ធំផ្លែដល់ហ្នឹងបាទអូមានការ push lane ពី Coily បាទ
កប់ត្រូវបាទមកសានជីអូសានជីកប់ត្រូវប៉ុន្តែខុយលីហោះចេញតនបាទមកកប់ត្រូវមិនមែនច្បាស់ថាអ្នកឯងយកធ្វើខ្ញុំបានណា បាទគូសំព្យាយាមយកជាមួយនឹង turret ទី2នៅខាងលើមិញហ្នឹងដោយសារខ្ញុំឃើញពេលព្យាយាម lock ទៅលើ hand ដក hand ចេញមកហ្មងនិយាយទៅ team fight នេះគេញែកគ្នាល្អខ្លាំងមែនតើអញ្ចឹងធ្វើឲ្យយើងមិញពិបាកនឹងក្នុងការមើលមកឲ្យមើលខុយលីអត់ចង់និយាយទៅបើនិយាយមែនតើដោយសារយីងតាន់ហើយយីងព្យាយាម lock ទៅលើខុយលីយីងមកកវារបស់ឬនោះឈឺយ៉ាហើយមួយទៀតគឺថា blink យ៉ាងណយដែរតែឥឡូវនេះមានការបោកទៅលើសាប៉ុន្តែសា flicker តន់ដូចខ្ញុំបាននិយាយចឹងគឺថា game ហ្នឹងគឺពិបាកទប់ទល់ជាមួយនឹង Marcel បន្តិចដែល Marcel គឺកន្លែងមិញកន្លែងឡប់ហ្នឹងថា Marcel ល្អខ្លាំងមែនតែគាត់ដាក់ ultimate មកចំ1 4នាក់នឹងរបស់យើងហ្នឹងណាហើយបូកតា damage ពីខាងសានជាមួយខាង CM មកគឺថាអស់ឈាមរបស់យើងហើយកន្លែងនេះគេចង់ចូល invade ជាមួយ blue ហើយពួកអីឲ្យ key ហ្មងគឺ Quiley key ហ្មងគឺជា blue បាទយើងចាំមើលថាការ invade ជោគជ័យឬក៏មិនជោគជ័យ collapse ចេះបែបណាអូខេមានការ conceal ពីខាង PP ឥឡូវនេះបាទបោកយកហើយបាទមកអត់តែតបទៅការតន់ទីគ្នា Blink អញបញ្ញាដែរទេបាទមកអត់តែបោកយក Blink ហើយបាទ Blink ហើយគេក៏ទេសាបណ្ដាច់ជីវិត Blink បាទហើយឥឡូវនេះពេលនេះបាទមានវាយតទៅបាទ PP ឡូខាងតែដល់តែគ្នាឥឡូវនេះយីងគឺទៅត្រែដកដូចគ្នាប៉ុន្តែឥឡូវនេះគឺ Killbot 9 ទល់នឹង11ចឹង Pro Esports យើងមានលុយស្មើគេទេស្មើគ្នាទេបាទយើងដាច់ជាមួយនឹង roaming ស្មើគ្នាបាទដាច់ជាមួយ PP ហើយនឹង Blink បាទសាក់ទៅ PP មែនបាទសាក់ទៅ PP មែនតែតែគាត់ចេញមក cover យកខ្លួនម្នាក់ឯងពាំងជាមួយនឹងគេ4នាក់ដើម្បីឲ្យ Quiley យកជាមួយនឹង Blue Buff បានសម្រេចណា Yes អូល្អខ្លាំងមែនតើពី Pro Esports មែនបាទតោះយើងមើលមកខាង replay វិញតែ PP គាត់ជាអ្នក flicker ចេញគាត់ delay ultimate របស់ Kai ស្រីគ្នាចឹងតែពេលនេះគឺលេងល្អខ្លាំងណាស់តែពួកគាត់បានទប់ទល់ជាមួយនឹង YG បានប៉ុណ្ណឹងហើយបាន kill ទៀតបាទឥឡូវយើងចាំមើលបន្តទៀតនៅនាទីទី12កន្លះនេះ Lord ក៏ response ចេញនៅក្នុង5 second បន្តទៀតដែរប៉ុន្តែពីខាង Pro Esports យើងធ្វើបានល្អមែនទែន Malefic Gun ចូលទៅខាង Senchi បាទទៅហើយបាទ Lord ក៏បាន spawn នៅគ្នាដែរ Lord នេះគឺជា Lord ទី2បាទ Lord ចាំមើលថា Quiley Retry ឈ្នះ Hanate ការអូយ Fratry នេះគឺពិបាកស្មៃឈ្នះណាសាស្គីទី1ហើយ Fratry របស់នេះស្រួលបុកទៅហើយបាទបុកទៅហើយបាទអូយពេពេដាច់ហើយពេដាច់ហើយបាទតែឥឡូវនេះ Felix អាចជាអ្នកបន្តដែរទេអាចកើតទេបងអត់ទេកើតទេ combo របស់ខាង YG ហ្នឹងហើយលឿនណាស់ក៏លឿនបាទតែតែ PP គាត់អាចទប់បានយូរទេជាមួយនឹងដើម្បីរបស់ God ដូចតែនិយាយអញ្ចឹង Lord ទី1នេះ secure បានទៅលើអូ sorry Felix ធ្វើមករឿង skill ជាមួយ Lord បាទមក skill បានឡោបហើយអីយើយប្រយលេងFelix លេងFelix អើយ my god បាទឥឡូវបោកទៅលើជីងគ្នាឥឡូវគេខឹងហើយគេវាយវិញគេខឹង Felix ហើយបោកលើ Felix គ្នាអូ Felix ចាញ់ពី Felix អើយរស់ទៀតហើយលួច Lord ហើយរស់ទៀតអើយស្មៃអត់ឈ្នះ Felix ទេអូអើយតទៅហើយបាទ Quiley Oh my god ឥឡូវនេះទៅអត់ទេQuiley ដកអូ my god បលឹងចុងសក់លោកហើយ my god skill បាន Lord មួយ skill បាន Lord បាទមិនមានការហៅ skill ពីសាដើម្បីប្រាស់ ultimate stand ទៅលើគេហើយមួយ skill បាន Lord ពី Felix បាទអូខ្ញុំឈឺអូសានជីឈឺខ្លាំងសានជីឈឺខ្លាំងមួយខ្លាំងអត់ទេគាត់មិនថ្ងៃរលុយណាហ្នឹងហើយសានជីឈឺខ្លាំង Quiley អូQuiley ដើម្បីក៏មិនណយដែរបាទ Quiley ដើម្បីក៏មិនណយដែរប៉ុន្តែយើងក៏លេងមកមើលដើម្បីបោះសានជីខ្លាំងមែនតើ level 15ហើយ item គាត់ដូចជាប្រហែលជាចិត្តមិនចេះមើលទៅបាទនាទីទី14ហើយចិត្តមិនចេះបាទសម្រាប់ការប្រកួតនេះ Golit ក៏ស្មើ Kill ក៏ស្មើអូស្មើដែរគ្នាណាក្រុមទាំងពីរនេះបញ្ចេញ100ពិន្ទុរៀងខ្លួនដើម្បីយកឈ្នះការប្រកួតទី1នេះបាទអូមិនមែនជាការប្រកួតកម្ដៅសាច់ដុំទេណាប្រាប់ឲ្យហើយបាទមិនមែនទេ100ពិន្ទុរៀងខ្លួនបាទអូ14នាទីហើយបាទអូយចាយអូ my god បាទហើយ Quiley លើកនេះក៏គាត់បំពាក់ខ្លួនទៅលើបកជាមួយនឹង Antic ដែរបាទ item defense ទៅលើ Moscow បាទអញ្ចឹងយើងចាំមើលថាPP គាត់អីមានអី counter ទៅលើ combo គេមិនដែលផ្ដាច់គាត់ងាយលឿនពី God ណាចាំមើលថាគាត់មានអីនឹងទប់មកវិញជាមួយនឹង Frozen ឬក៏ Immortality ប៉ុន្តែអត់ទាន់ចេញទេធំតែនាទីទី15តែអត់ទាន់ full ដើម្បី full item ទេប៉ុន្តែមិនមានការប៉ះគ្នាទេទាំងពីរទីនេះព្យាយាមលេងស្មើមែនតើស្មើគ្នាហ្មងនិយាយទៅមកត្រឹមហ្មងតាំងពី early រហូតដល់ឥឡូវស្មើគ្នាហ្មងប៉ុន្តែបើយើងមើល damage វិញគឺ
Sanchi ឥឡូវនេះរៀងច្រើនតិច បាទ បើតាមខ្ញុំឃើញណាហើយ Coulson នៅរៀងចាញ់បន្តិចទេប៉ុន្តែបើខ្ញុំពី team fight ខ្ញុំគិតថា Coulson អាចធ្វើរៀងរឿងដែរហ្នឹងអាចធ្វើរឿងដែរសារតែគាត់មាន blessing do it របស់គាត់ហ្នឹងគឺ AOE ធំដែរធំជាង Sanchi ដែលគាត់គប់បានតែម្នាក់ឯង ហ្នឹងហើយអញ្ចឹងដោយតែអ្នកទាំងនេះបានឃើញអញ្ចឹង meta control objective ដែលលេងទៅដោយ hand យក Fedrin មកលេងក៏នៅតែអាចយកមកលេងបានដូចគ្នាវាមិនមែនជាបញ្ហាទេទោះបីជា meta update តែបែរណាដល់គាត់ទុកចិត្តទៅលើ hero របស់គាត់លេងអូ hand ព្យាយាមចង់យកបាទអត់បានទេ Coily ដៃលឿនជាងគេច្បាស់ជាងគេលឿនជាងគេដឹងបែបណាអីបែបណាអូកន្លែងនេះយើងអាចនឹងយកជាមួយនឹង Blue Bird បានហើយប៉ុន្តែចាំមើលថា Kuzen គាត់អាចនឹងធ្វើមករឿងលួចចាស់គេដែរឬអត់ចាំមើលថាលើកនេះ Lord នេះគឺបានទៅណាគេម្ដងដោយសារតែ Lord មុនហ្នឹងគឺ Felix បាទ Felix ដាក់មក skill បាន Lord បាទធ្វើឲ្យ Pro Sport បានដកដង្ហើមមកតង់ទៀតបាទយើងមានមក combo ជាមួយសាតែយើងចាំអូយ Kuzen ខ្ញុំតែឲ្យថា Sanchi ឈឺអូ Sanchi ឈឺខ្លាំង Sanchi ឈឺ Oh my god បាទ Sanchi ដើម្បីប្រកបឈឺដែរពេអូ Fail skill បាទអត់ទីពី God អត់ទី God គាត់លីគាត់ព្យាយាមភូទៅខាងក្រោមកាប់4ទល់នឹង5ដយ Sanchi ដយតែ Sanchi គាត់អត់ទីបានពេកន្លែងនេះចាំ control ជាមួយនឹង ultimate boss star flicker ចេញពីពេ ultimate boss star យកបានលើបាត់ហើយអូខេគប់ត្រូវប៉ុន្តែពេតបពេមួយទល់នឹង3ពេមួយទល់នឹង3ប៉ុន្តែមិនមែនជាបញ្ហាអូយពេគឺតាមមិនគប់ទេហានបញ្ហាវិញហើយហានអើយហានមកពកបខុយនេះដកវិញបាទឥឡូវនេះមានអាការ ultimate អន្តរាគមពីខាងអាកៃសេតែ Pro Sport ទៅដកវិញគ្នាតែកន្លែងហ្នឹងគឺថាបុកពេដែរទេអូទីបាយនេះបាញ់ចប់មិនក៏មិនចប់ទេបានមានការចូលតែ skill តែយីង Kuzen ក៏មាន damage ឈឺដែរឈឺកាន់តែ let កាន់តែឈឺដូចគ្នាបាទអូមិញឡើងបាទតែយើងបាន Lord យើងបាន Lord ដែលថា combo មិនចេញពីសាមក ultimate តន់ពេធ្វើឲ្យ Coily មានភាគរយច្រើននៃការ retrieve ទៅលើ Lord បាទឥឡូវ Lord នេះគឺជា Lord ទី3 Lord Evil ហើយចាំមើលថា team កម្ពុជារបស់យើងបុកចូលទៅកាន់ YG ឬក៏ទទួលយកជ័យជំនះនៅក្នុងការប្រកួតទី1នេះបាទឥឡូវនេះ Coily ក៏មាន present ដែរនៅខាងក្រោមនេះទប់ទល់ជាមួយនេះមក Red 3 combo នេះបាទនៅពេលដែលគេអាចផ្ដាច់ទៅលើពេបានគឺអត់មានអីជាបញ្ហាអូប៉ុន្តែសម្រាប់ Lord គឺពិតជា easy clear មែនទែនពី Sanchi តែតែ Sanchi ធំណាបាទអូប៉ុន្តែ game ហ្នឹងគឺពឹងលើ Sanchi ណាតែអត់ Sanchi ទៅតែគេចាប់មក Sanchi game នេះយូរស្រួលហើយបាទអញ្ចឹងមានតែពឹងទៅលើ Coily អត់មានតែគេអាចចូលទៅចាប់ Sanchi បានទេមានតែ Coily មួយគាត់អាចបដូរទៅបានណាហ្នឹងហើយគ្រូថ្នាក់ក៏គ្រូថ្នាក់អត់ទេ Coach តែមែនទៀតប៉ុន្តែ Coach ចូលដល់ក្រោយនេះគឺជ្រៅណាជ្រៅខ្លាំងCoily បាទដកកំតណាអូអ្នកនរនេះមើលមួយតែ Coily គេมัน control flow ណាបាទគាត់ហោះលើហោះក្រោម clear minion ហោះលើហោះក្រោម clear minion និយាយទៅ4នាក់ចាំតែ combo ជាមួយនឹង ultimate សាចាំជួយណាផ្ដាច់ទៅលើអ្នកគេម្នាក់មក combo ទៅគឺទៅហើយឥឡូវយើងចាំមើលអូមានការចង់ពុះអូ Coily ដកទៀតបាទ Coily គាត់ដឹងគាត់ភ័យគាត់ឃើញពីរនាក់នៅមីតអត់មានអ្នកគេមានតែមើលតែផ្ដាច់ទៅលើគាត់បានណាហ្នឹងហើយអត់ភ័យទេនិយាយទៅតែគេច្បាស់គេអត់ភ័យទេបាទតែគេច្បាស់គេភ័យដូចPro player ណា Pro player Pro e-sport ណា Pro e-sport ពួកគេឡើង Pro ប៉ុណ្ណឹងហើយណាបាទឥឡូវនេះការប្រកួតទី1នេះអូរហូតទៅដល់19នាទីបានទៅហើយមានការអូលួច Blue Bird បានសម្រេចពេជាក់របស់លើពេដែរទេអត់ទេនិយាយទៅ target ដំបូងរបស់គេគឺពេដូចដែលបានឃើញរាល់ដងអញ្ចឹងអានេះគឺជា combo ពីខាង YG នៅពេលដែលពេបើក map ហើយ master តាក់ជើងបានតែបន្តិច Fedrin ចាប់ផ្ដើមឈូកអូបាទ God ចេញមក combo មកអញ្ចឹងនៅពេដែលមកតង់អត់ដាច់ពេគឺខាង YG ព្យាយាមដកអញ្ចឹងពេអ្វីដែលត្រូវធ្វើលើនេះគឺត្រូវតែមាន Frozen ឬក៏ Immortality នៅក្នុងខ្លួនដើម្បីជាម្នាក់ដែលបើក map ឲ្យឃើញអស់ហើយចាំ combo ចេញពី Felix ទៅតាមក្រោយ Flicker ទៅ knock ណាគេមួយហើយ combo ចេញពីសាមកតង់ទៀតKuzen ជាអ្នកបដាច់លុយរៀលបាទដូចបានឃើញអញ្ចឹងពេអត់ដាច់ពេទេបាទទី5មិនទាន់បញ្ចប់ទេមានការ full ultimate ពីសាមកហើយ Coily ចូលមកបាទអូ ultimate ពី Master បាទអាទីពងតែអត់ដើម្បីទេបាទពេដកទៀតបាទឥឡូវហោះថយទៀត blink ហោះតាន់ដកវិញដកវិញអត់មានបញ្ហាទេបាទមួយធីមនេះមកធីមនេះវាយគ្នាស្មើដៃតែហ្មងយ៉ាដេគួរតែដកសិនដែលអត់ទាន់លេងឥឡូវទេបាទឥឡូវនេះយើងចលោហើយឯង God អត់មាន flicker ទេបើមែនទេទៅអូខ្ញុំភ័យគាត់ទៅលត់សិនខ្ញុំក៏ភ័យអ្នកទាំងអស់នេះក៏រៀងភ័យខាង Pro ក៏រៀងភ័យខ្ញុំក៏ភ័យបាទអូខេឥឡូវនេះ Lord Fighters here Coily គឺនៅក្រោមទេ Coily គាត់ហោះមក plate បានបរទេ
តែបើសំខាន់គឺ damage របស់ Sanchi បើគាត់តបជាប់អត់បញ្ហាទៀតហើយបាទពុកទៅទៅបាទមកពងអត់ដាច់ទេពកដាច់ទេពេលរស់ទៀតបាទ flicker combination ពីខាង Felix រៀបកាយដាច់ហើយបាយបាយកាយសេ Felix អត់ Sanchi គ្នា Sanchi បាលីកមួយស្វាមួយស្មាហើយបាទ Oh my god Sanchi ហត់កើតដល់ Sanchi by and sell Sanchi by and sell ទៅបាយ Sanchi ទៅបាយ he still alive បាទប៉ុន្តែយើងគឺជាអ្នកបន្តតំណែងឯងមើលទៅ Cozen ក៏ហត់នឹងគ្នាប៉ុន្តែនៅពេលនេះបើយើងមើលខាងលើ Blink គឺ delay អូយគាត់បាទនេះគឺជាអ្នកបណ្ដាច់ដូចគ្នាមកគប់ទៅកំ Cozen តែចូលការ Sanchi អើយ អូល្អខ្លាំងមែនទែន3 kill ដែលមិនមានដាច់ទៅលើ team Pro Esports សូម្បីតែមួយ lot កន្លែងនេះមិនមែនអូអត់ព្យាយាមយក lot ទេក៏ព្យាយាមចង់អត់អែនទេអែនអត់បានទេអែនអត់បានទេបាទល្អខ្លាំងមែនទេតែថាឥឡូវ combo ពីខាងគេមកមិនអាចផ្ដាច់ទៅលើ PP បានទេបាទនេះមើល replay នេះកន្លែងនេះគឺថា Felix ហក់មកចំមក combo ជាមួយនឹង Sipian RT ផងបាទយើងមាន combo ធំជាងតែថាយើង combo ទៅលើ hero គេ combo តាមមួយ hero ឯងគេ lock តាមមួយ hero យើងអូយបងជួនបាយទៅយើងដែរបងខ្ញុំសងសក់ខបាទតែយើងបាន lot សំខាន់គឺថាយើងបាន lot អញ្ចឹងចាំមើលថា Pro Esports នៅកន្លែងនេះយ៉ាងម៉េចទៀតបាទនេះគឺជា lot ទី4 lot នាទីទី22 lot ដែលពោពេញទៅដល់ថាមពលពេញខ្លួនឡើយនេះពិបាក clear ជាមួយ lot មិនមែនគ្រាន់តែយក Sanchi មួយ clear បានទេយើងចាំមើលទាំងអស់គ្នាថា Pro Esports យើងអាចយកជ័យជំនះទៅលើការប្រកួតទី1នេះបានល្អហើយខាង YG ក៏បាក់ clear ណាក៏មានតែគាត់ RT មួយហើយគាត់ RT គឺទុកសម្រាប់បដាច់ទៅលើ PP ហ្នឹងហើយចឹងអត់មានគេបដាច់ណាខွိုលីគេពីនេះបាទព្យាយាមយកត្រែកខាងក្រោមដាច់បាត់ហើយប៉ុន្តែយើងអត់ទាន់បាន control ទៅទេអូខេអត់ទេយើងអត់ចង់បាន lot ហ្នឹងទេយើងបលែ lot ចោលហើយបាទដាច់ mission អូខេដើមវិញហើយ reform វិញបាទ Hanlo មក ultimate ពីខាង Kaise Frozen មួយ ultimate Cozen ប្រសិទ្ធ threat lot លយដែរខွိုលីបើទៅលើគ្នាឥឡូវនេះគឺថាមានការបោកវាយទៅលើយើងគ្នាยิงលយបាយតែមកបានអត់ទៅបានអត់ទៅបានបាទបុក threat បានមួយ defend បានជាប់បាទបាយជីតបជាប់សិនបាទ Pro Esports ក៏ចូលចាំសិន Pro Esports គាត់អត់ control ទេគាត់លេងមួយបាទគាត់អត់ control ទេឥឡូវ4ទល់នឹង5ចាំមើលថាមានការ post ទៀតដែរឬទេបាទដោយសារតា God អត់មាន flicker ហើយក៏អត់មានជាមួយនឹងFrozen ដែរខ້ອຍលឺទៅđấyអូខេមួយសិនហក់ចំPP បាទមានការដកទៅវិញធម្មតា23នាទីសម្រាប់ការប្រកួតនេះCozenអូខេអត់អីទេយើងជួយចែកលើបាទគាត់តែមិនគាត់មានជាមួយនឹង Rose Gold បាទហើយនៅ BMI មួយទៀតចឹងអត់អីជាបញ្ហាទេបាទមួយបាទដោយសារ damage គាត់កាន់តែ led កាន់តែឈឺត្រឹមតែការប្រកួតទី1ទេធ្វើឲ្យអ្នកទាំងអស់គ្នាហៅជើងហៅគូតពីកៅអីអស់ហើយទាំងខ្ញុំទាំងគេស្រែកឡើងចង់ស្អកខបាទខ្ញុំចង់ឈឺកទេបាទចង់វិទ្យាមកគាត់សេបាទមិនមែនជាបញ្ហាសម្រាប់ធីមកម្ពុជារបស់យើង23នាទី goal lead 6k ប៉ុន្តែនាទីកាន់តែលែនអញ្ចឹង goal មិនមែនជាបញ្ហារបស់ពួកគាត់ប៉ុន្តែគាត់ថាបើយើងមាន goal យើងមានឱកាសក្នុងការលក់ item ទិញ Frozen ទិញ Mortal បាទអាហ្នឹងឱកាសសម្រាប់ខ្វៃលីយើងដែរ Yes បាទដែលគាត់មានឱកាសសម្រាប់ buy and sell តាន់ពេលជាមួយនឹងមានលុយគ្រប់គ្រាន់ដើម្បីអូវគ្គនេះអត់បានបុកទេលួចផ្ទះកន្លែងនេះយើងមានឱកាសលួចផ្ទះច្រើនណាស់ដែលបើសារខ្វៃលីក៏ជាប្រភេទ assassin ដែលអាចងាយស្រួលហ្មង lot នៅខាងលើខ្វៃលីនៅខាងក្រោមលួចផ្ទះហ្នឹងហើយបើយើងលេង team fight នឹងបាក់លេងតិចអីដោយសារគេមានទី1 Marcel ហើយទី2 Patrick ទៀតអត់ទេខ្ញុំជឿចិត្តទៅលើ pro ឡើយនេះគាត់អាចអូសបានក្លុបបានដោយសារអី lot នេះ lot ទី5ណាមិនងាយនឹងផ្ដាច់ lot ក៏ឈាម lot បាទ50000បាទ50000តែជាមួយ lot ខ្វៃលី clear នៅខាងក្រោមមិនមែនជាបញ្ហាហាន់ជាយើងបើក map lot ក៏ត្រឡប់ចូលផ្ទះវិញធម្មតាពេលបើក map ពេលមានជាមួយនឹង immortal អញ្ចឹងក៏អត់ខ្លាចជាងហ្នឹងប៉ុន្តែដូចតែបានឃើញអញ្ចឹងថាប្រកួតនេះ4ទល់នឹង5 blink ជួយយើងបើក map បាទអូយបាទបុកទៅលើជីគ្នាអើយមក ultimate វិជាទៀតគ្នាតាំងទៅលើហាននៅក្រោយប៉ុន្តែដកទាន់បាទអើយ blink នៅក្រោយដេញឥឡូវនេះជាអញហើបបាន lot ក៏បានហើទៅវាយ blink ក៏បានតែហូបពេលហើយត្រូវតែតបយក lot បាទនេះជាមួយ combo ធំរបស់យើងហ្មង combo ជាមួយនឹង ultimate របស់សាចង់ដកជាមួយយើងតែដកអត់បានណា lot នេះអូនប្រហែលជាមានការបដូរជាមួយ lot ទៅពីខាងអូអត់មានទេ lot ទៅវិញហើយមីនៀនយើងខំមួយ lot អូគេវាយ lot ហើយវាយជួយចាំ lot ហើយវាយជីធៀមស្មៃនេះមក ultimate stand បានទៅលើខ្វៃទីគ្នាអូខេខ្វៃទៅដល់ lot គេមកអត់មើល lot គេមួយ Felix ហក់ទប់ទៅដល់4នាក់បាទគាត់តែហាន់ដកហាន់ខ្វៃលីខ្វៃលីមកផ្ទះកុំត្រូវអើយអូយសាច់កុំត្រូវ
Oh my god សានជីកុំត្រូវ អូ បាទប៉ុន្តែដូជាបញ្ហាមួយដូរមួយសម្រាប់ lot ទី5នេះដោយសារតែយើងមានដោយសារតែគេអស់ turret ហើយអញ្ចឹងមានស៊ីសងគ្នា clear lane ទៀតតុបតទៀត 25.42 second goal lead ស្មើគ្នាអញ្ចឹងនេះជាការប្រកួតដែលយូរជាងគេបង្អស់នៅក្នុង MSC at EWC 2026បាទប៉ុន្តែកន្លែងមិញសានជីកុំត្រូវ បាទឡើយមកថាសានជីកុំត្រូវ បាទកុំត្រូវឲ្យចូលមកស្តាន់ខွိုင်းលីខំរត់នឹងទៀតអញ្ចឹងអខ្លាំងពីខាងសានជីតែខ្ញុំខាងសម្រាប់ហើយឡតនេះ clear lane មួយ clear lane មួយសាអត់មាន flicker ទេសាថយក្រោយអត់មាន flicker ទេសានៃការបើក map ពីពេលបានយ៉ាងល្អមែនតើ clear lane មួយនិយាយទៅមានតែ mid lane មួយដែលអាចបុកចូលបានណាដោយសារខាងក្រោមពីខាងលើអូខេចប់ពេលអីចប់លេងហើយបាទអត់flicker មួយបាទអត់ទៅខាង Marcel ទប់ពលីគ្នាប៉ុន្តែអត់បញ្ហាទេដកតនលេងមានជាមួយនឹង immortal មែនទេបាទហាអត់តនអរិបាទតែឡតឈាមច្រើនមែន អូឡតឈាមច្រើន អូឡតតានមែនអូឡតតាន ឈាមច្រើនណាស់ ឡតតានណាលោកតែគេព្យាយាមដកឲ្យគេអត់ព្យាយាមប្របុកមកទេដោយសារតែមាននៅខាងក្រោមជាមួយនឹង Quaili ក៏ចិត្តចេញដែរបាទអញ្ចឹងពីខាង YG ដកចេញមកធម្មតាបាន26នាទីកន្លះតុបផ្ទះធម្មតាប៉ុន្តែយើងមានយើងអែមជាងដោយសារតែខាងគេដាច់ចាស់ដល់3ហើយបាទឥឡូវយើងจะមើលថាមិញមានការសម្រេចចិត្តរៀងលេតបន្តិចពី Quaili អត់ថាយកផ្ទះឬក៏យកជាមួយនឹងLord បាទតែមានជាបញ្ហាទេបាទនៅតែមានមើលតារ៉េតយើងខាងលើ3នៅស្អាតចេះបាទអញ្ចឹងនៅយើងអត់តែមិតមួយទេហើយមិតយើងស៊ូតុបឯងមិតស៊ូតុបឯងអរិយមិតទូទៅបីជាមិត land គឺសំខាន់ខ្លាំងប៉ុន្តែនៅពេលដែលអស់តារ៉េតអស់លីងគឺមិតហ្នឹងឯងរៀងស៊ូតុបជាងគេរៀងស៊ូតុបជាងគេបើលើក្រោមរៀងពិបាកបើស្វែងនេះមួយ lot កាន់តែពិបាកអូខេឥឡូវនេះពីការពុតទៅពេលតតែតាន់បាអស់អត់តែខាងខាងស៊ីរីបាទពេល flicker ភ្លាមអត់មានខ្វល់ច្រើនទេ30នាទីលើនេះហ្នឹងហើយ30នាទីលើហើយនេះគឺជាហ្គេមដែលយូរជាងគេណាការប្រកួតយូរជាងគេហ្មងបើនិយាយមែនតើហ្នឹងហើយយូរខ្លាំងហ្មងបាទអូខេមានការ conceal ពីខាង YG Blink ប៉ុន្តែអត់មានការបង្វាយទេប៉ុន្តែដូចយើងបាននិយាយចឹងបើយើងវិជាពេលទៅកាន់ lot ទៀត Pro Esport នឹងពិបាកលេងជាមួយ lot ដូចថាហេតុអីថាគេមាន utility jungle បាទ Predator មួយគឺថារនាំងធំមួយសម្រាប់យើងចូល lot អត់បានទេ Quaili Assassin ទេក៏បាក់ចូលពេលនេះហ្នឹងហើយបាក់ចូលខ្លាំងបាទកន្លែងនេះ5ស្មើឬក៏ Quaili ដកទៅយកជាមួយនឹង Blue Burst ដែរទេបាទមិនមែនជាបញ្ហាដោយសារតែដូចនិយាយចឹងមីនៀនយើងខាងក្រោមធំ super minion ប៉ុណ្ណាណីពុះទៅអូឡើងនេះបុកទេឡើងនេះអូទេមានការចាប់ map មុនពីខាង Pro Esport conceal ទៅហើយអូconceal ចោលហ្មងបណ្ដោយបាទប៉ុន្តែទៀតហើយបាទតែជិម lot ទៅទេខូសែនអត់អីទេឡើងនេះការតេឲ្យដកមកវិញយកជាមួយអូយ lot តាណាអូយ Marcel combo Sanchi no អូយល្អមែនតើពី Quaili បានមានការច្រឡូចេញចូលដែលធ្វើឲ្យ Sanchi អត់អាចអូយគប់ចកាត្រូវអូ my ព្រះបានផ្ទះហ្នឹងហើយប៉ុន្តែបើយើងនិយាយពី macro វិញគឺថា YG ហ៊ីមកបាក់តុបផ្ទះទៀតណាពិបាកខ្លាំងពិបាកតុបផ្ទះទៀតហើយគាត់នៅពេលគាត់បាយមួយយើងគាត់ត្រូវមើល map រហូតអញ្ចឹងអាហ្នឹងក៏វារៀងបូកឲ្យយើងឆ្នើបាទ Quaili ទៅទៀតបាទ clear ទៅហើយ Quaili ល្អខ្លាំងមែនទែនពី Marcel ព្យាយាមបើក map ឲ្យរហូតបាទ2-1ទៅលើ Fanny ចាំមើលទៅអត់damage មកឲ្យបាទពុតទៅពេលអត់ damage ទេបាទអេខំបងអត់ Quaili អី Quaili អើយគេចាំគេចាំ Quaili ហ្នឹងឯងគេចាំគេដឹងតែ Quaili នឹងធ្វើអញ្ចឹងគេចាំឲ្យឲ្យ Quaili ងាប់បាទ Quaili 67 second បាទ29នាទី6-7មកហើយបាទមួយនេះដោយសារតែគេដឹងគេចាប់ឲ្យBlink ព្យាយាមបើក map ល្អខ្លាំងមែនតើហ្មងប៉ុន្តែកន្លែងនេះនៅតែមិនបោះបង់ចោលឱកាសដោយសារតែអូឲ្យពងមកបាំងពងហើយបាទ Sanchi មកឲ្យបាទគប់ត្រូវទៀតបាទPP low ឲ្យPP មួយខូសែនគឺមិនដើម្បីទៅគ្នាខូសែនជិះឆាញ់ហ្គេមដែរបាត់ទេដោយបៀងមកទៅក្រោយហក់មកដកខូសែនដកថយខូសែនអស់ហើយដាច់ខូសែនទៀតដាច់ខូសែនមួយទៀតខូសែនអស់មួយដាច់មួយទៀតពងប៉ាំងពងពេលលេខ1ទល់នឹង5 load បាយសើមួយប៉ុន្តែផ្សារមានការអស់មួយ flicker ពីខែតែដើម្បីផ្ដាច់ទៅលើសារដាច់បាត់ទៅហើយសារទៀតសារសល់ជាមួយwipe out បាត់ទៅហើយអ្នកនរគ្នាអូយនាទី30បាទនាទីទី30គាត់ត្មងបាទអបអរសាទរទៅកាន់ YG ដែលបានយកជ័យជំនះទៅលើ Team Pro Esport ក្នុង